នេះគឺជាលោកអភិសិទ្ធវិជ្ជាជីវៈដែលឥឡូវនេះមកដឹកនាំគណៈបកប្រជាធិបតេយ្យឡើងវិញមកទទួលឡើងវិញហើយលោកបានបញ្ចេញទស្សនៈមួយចំនួនដែរពាក់ព័ន្ធជាមួយនឹងទំនាក់ទំនងហើយនឹងទំនាស់ជាមួយនឹងប្រទេសកម្ពុជាបាទគាត់បានទទូចរដ្ឋាភិបាលថៃនឹងឲ្យចាត់សកម្មភាពបន្ថែមទៀតគាត់ថាធ្វើអ្វីដែលថៃធ្វើរាល់ថ្ងៃនេះគឺមិនទាន់គ្រប់គ្រាន់ទេនៅក្នុងការដែលទៅដោះស្រាយបញ្ហាចំនួនជាមួយនឹងប្រទេសកម្ពុជានេះខ្ញុំសូមដកសំសម្ដីរបស់គាត់មួយដោយផ្ទាល់សូមបកប្រែគាត់និយាយថាអ្នកទាំងអស់គ្នាប្រហែលជាចង់ចាំបាននៅរូបថតដែលខ្ញុំទទួលទានអាហារល្ងាចជាមួយនឹងលោកនាយករដ្ឋមន្ត្រីអនុทิនច័ន្ទវីរគុលបាទគឺនៅថ្ងៃនោះខ្ញុំបានព្រមានលោកថាត្រូវតែប្រយ័ត្នប្រយែងថែមទៀតណាដោយសារតែប្រទេសកម្ពុជាបានប្រើប្រាស់វេទិកាអន្តរជាតិគ្រប់ទាំងអស់ដើម្បីផ្សព្វផ្សាយអំពីប្រទេសកម្ពុជាហើយគឺប្រទេសថៃមិនគួរណាប្រកាន់វិធានការការពារនោះទេគឺត្រូវប្រកាន់វិធានការមានលក្ខណៈសកម្មជាងមុនបាទដោយលោកបានបន្ថែមថាគឺរដ្ឋមន្ត្រីក្រសួងការបរទេសថៃបានធ្វើការងារបានល្អហើយនៅក្នុងការលើកឡើងអំពីបញ្ហានេះនៅឯសម័យប្រជុំមហាសន្និបាតរបស់អង្គការសហប្រជាជាតិក៏ប៉ុន្តែប្រទេសថៃត្រូវតែធ្វើការបន្ថែមទៀតដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងការទូតរបស់ខ្លួនជំហរដែលសកម្មជាងមុនគឺបានន័យថាអាចនឹងធ្វើឲ្យការងាររបស់ខាងយោធាមានភាពងាយស្រួលជាងមុនប្រសិនបើយើងនៅតែប្រកាន់តាក់ទិចនៅតែការពារខ្លួនគឺទាហានអាចនឹងទទួលរងសម្ពាធបន្ថែមទៀតទៅលើយុទ្ធសាស្ត្រការទូតរបស់ក្រសួងការបរទេសដោយលោកបានបន្ថែមថាគឺនេះគឺជាអ្វីដែលជាការព្រួយបារម្ភដែលលោកបានបង្ហាញទៅនាយករដ្ឋមន្ត្រីនៅពេលនោះហើយលោកអនុทิនក៏បានសំទោសឲ្យលោកអភិសិទ្ធក៏បាននិយាយផងដែរពីរឿងតាក់ទងជាមួយនឹងការលុបចោល MOU ទាំងពីរជាមួយនឹងកម្ពុជាគាត់ថាមុននឹងលុបចោលត្រូវពិចារណាថាតើមានយន្តការអ្វីផ្សេងដែលអាចនឹងយកមកជំនួសMOU ទាំងពីរនេះបានបាទពីព្រោះបើតាមប្រសាសន៍ផ្ទាល់របស់គាត់និយាយថាកិច្ចព្រមព្រៀងប្រភេទនេះបាទគឺពលរដ្ឋគាត់ពិបាកយល់ណាស់មិនងាយយល់បានទេហើយយើងចង់ឲ្យប្រជាពលរដ្ឋហ្នឹងគឺទទួលបានព័ត៌មានគ្រប់គ្រាន់មុននឹងការសម្រេចចិត្តរបស់គាត់បាទកម្ពុជាក៏មានព័ត៌មានដូចគ្នានោះដែរបាទដែលជាការមួយដែលអាចប្រឈមជាបញ្ហាប្រឈមសម្រាប់រដ្ឋាភិបាលថៃអញ្ចឹងគាត់បាននិយាយថាដើម្បីជាការមួយយុត្តិធម៌ចំពោះសាធារណជនគឺបាទមិនមែនគ្រាន់តែលុបចោល MOU ហ្នឹងថាគ្រប់គ្រាន់នោះទេគឺពួកគេទៅដឹងឲ្យច្បាស់ថាតើអ្វីទៅដែលត្រូវមានសម្រាប់ការដោះស្រាយដើម្បីជាជំហានបន្ទាប់ផងដែរបាទអញ្ចឹងនេះលោកអភិសិទ្ធគាត់បានចេញមកប្រាប់ទៅដល់នាយករដ្ឋមន្ត្រីរបស់ថៃតាក់ទងជាមួយនឹងបញ្ហាជាមួយកម្ពុជាអញ្ចឹងខ្ញុំសង្ខេបមកវិញគឺលោកអភិសិទ្ធគាត់និយាយថាថៃត្រូវតែបង្កើនសកម្មភាពការទូតបន្ថែមទៀតណាបាទហ្នឹងទី1ហើយទី2គាត់ឲ្យប្រយ័ត្នប្រយែងពីរឿងធ្វើយ៉ាងណាលុបចោល MOU ទាំងពីរតាមលោកអនុทิនបាននិយាយហ្នឹងបាទនេះឆ្លងតាមអ្វីដែលគាត់ពិភាក្សាជាមួយនឹងលោកអនុทิនបាទ